សូមចម្រើនពរញាតិញោមស្រីប្រុសសាធុសពបរោះប្រុសស្រីក្នុងប្រទេសក្តីក្រៅប្រទេសក្តីដែលបានទស្សនាវីដេអូដែលអាត្មាភាពបានបង្ហោះនេះគឺជាការសកម្មភាពជាងចាក់តសឧបដ្ឋានសាលាវត្តនទីជោតនារាមដែលមានតសសរុបគឺ52តសយើងបច្ចុប្បន្ននេះយើងចាក់បាន20ដើមហើយបង20តសហើយនៅខ្វះតែ36តសទៀតក៏នេះខ្ញុំយើងចាក់នេះគឺយើងចាក់តសតូចខ្ញុំតសនេះមានទំហំ3តឹកគុណនឹង3តឹកកម្ពស់6.95 ម៉ែត្រអញ្ចឹងសម្រាប់តសធំយើងអត់បានចាក់ទេនេះគឺតសធំនេះមានតែ6ដើមទេតសធំតសតូចមានរហូតដល់46ដើមអញ្ចឹងបច្ចុប្បន្ននេះយើងចាក់បាន20ដើមតែដោយសារយើងវត្តនៅជនបទអត្តខាត់ហើយដូច្នេះហើយសូមពាវនាវញាតិញោមដែលបានទស្សនាវីដេអូទាំងក្នុងនិងក្រៅប្រទេសបានឃើញការជាងកំពុងចាក់តសនេះមានសទ្ធាចង់ចូលរួមចាប់អ្នកផលឬក៏ជួយជាស៊ីម៉ង់ញោមពីព្រោះថាបច្ចុប្បន្ននេះវត្តកំពុងតែខ្វះស៊ីម៉ង់ចំនួន5តោនកន្លះស្មើនឹង103បាវទៀតញោមខ្វះ103បាវទៀតហើយដូច្នេះហើយចម្រើនពរញាតិញោមទាំងអស់ក្នុងក្រៅប្រទេសចូលរួមជួយចាប់អ្នកផលដើម្បីបានស៊ីម៉ង់យកមកចាក់ក្នុងគ្រប់តសចំនួន52ដើមញោម52ដើមអញ្ចឹងសូមចម្រើនពរដល់តសមួយដើមទូចនេះគឺមានតម្លៃ2លានរៀលញោមអញ្ចឹងស៊ីម៉ង់មួយបាវនៅស្រុកអាត្មានេះគឺតម្លៃ$6ឬក៏24,000រៀលសូមញាតិញោមពុទ្ធបរិស័ទមេត្តាជ្រាបនេះតសធំញោមតសធំយើងអត់បានចាក់ទេតសធំមានតែ6ដើមទេបងមានតែ6ដើមទេតសនេះគឺ707តឹក7តឹកដល់តសនេះតែ3តឹកឯងខ្ញុំ3តឹក3តឹកនោះពុំតសចិត្តណាពុំតសចិត្តពុំតសចិត្តបងញាតិញោមបានទស្សនាវីដេអូនឹងហើយមានសទ្ធាជួយមួយបាវ2បាវ3បាវតាមកម្លាំងសទ្ធាញោមបងដើម្បីបានស៊ីម៉ង់យកមកចាក់តសនេះញាតិញោមតសនេះឲ្យគ្រប់នៅឧបដ្ឋានសាលាឬក៏សាលាធម្មសភាសម្រាប់ញាតិញោមពុទ្ធបរិស័ទបំពេញបុណ្យកុសលថ្ងៃសិលថ្ងៃបុណ្យថ្ងៃទានបងសូមអរគុណញោមបង